សួស្តីបងប្អូនរីករាយថ្ងៃឈប់សម្រាកថ្ងៃនេះខ្ញុំមកផ្តិតយកទស្សនភាពរុក្ខជាតិដែលកំពុងតែលូតលាស់ក្រោយពេលត្រូវមេឃភ្លៀងបាន1-2 មេធំកាលពីម្សិលមិញម្សិលមួយថ្ងៃខ្ញុំពេលឃើញរុក្ខជាតិស្រស់បំព្រងធ្វើឲ្យអារម្មណ៍របស់ខ្ញុំក៏ស្រស់បំព្រងតាមនឹងដែរក្រោយពីត្រូវកម្ដៅថ្ងៃច្រើនថ្ងៃដែលមេឃរៀងក្តៅខ្លាំងផ្កាក៏សពូនរុក្ខជាតិមួយចំនួននៅជុំវិញក៏សពូនប៉ុន្តែក្រោយមេឃភ្លៀង2ថ្ងៃនេះធ្វើឲ្យរុក្ខជាតិនៅក្នុងបរិវេណហាងរបស់ខ្ញុំមានសភាពស្រស់បោះខ្ញុំក៏យល់ថាបែបដូចជាជីវិតដែរនៅពេលដែលយើងខំប្រឹងទៅវាគង់តែនឹងមានរឿងល្អប្រសើរកើតឡើងចំពោះជីវិតដូចពាក្យគេមួយថាគ្មានអ្វីនៅថិតថេរទេសូម្បីតែសម្រស់សូម្បីតែអាយុសូម្បីតែទុកកង្វល់សូម្បីតែភាពសប្បាយរីករាយវាមិននៅមួយកន្លែងអញ្ចឹងវាហាក់បីដូចជាធ្វើឲ្យខ្ញុំកាន់តែមានអារម្មណ៍ថាការខិតខំប្រឹងប្រែងនៅថ្ងៃនេះយើងនឹងទទួលបាននូវផលតបស្នងមកវិញនៅថ្ងៃណាមួយឲ្យតែយើងបន្តរៀនបន្តធ្វើបន្តអភិវឌ្ឍវាមិនឈប់ឈរខ្ញុំបង្ហាញទស្សនភាពនេះហាក់បីដូចជាបង្ហាញអំពីសម្រស់ធម្មជាតិនៅទីតាំងព្រៃភ្នំណាមួយជូនបងប្អូនហើយក៏សូមអរគុណផងដែរសម្រាប់ការទស្សនារបស់បងប្អូនទីតាំងនេះគឺជាទីតាំងហាងជួលរបស់ខ្ញុំហើយបងប្អូនមានចំណាប់អារម្មណ៍អាចតាក់ទងមកខ្ញុំបានសូមអរគុណ